មកហូបដៃងាយស្រួលចម្អិនឆ្ងាញ់ហើយល្អសម្រាប់សុខភាពចាសម្រាប់បងប្អូនចាដែលនៅឆ្ងាយពីផ្ទះឬក៏បងប្អូនដែលទៅតែរៀបការថ្មីចាអត់ទាន់សូវចេះធ្វើម្ហូបចាអាចមើលបានម្ហូបនេះគឺងាយស្រួលចម្អិនហើយមែនតើទៅកាលពីយើងអត់ទាន់មានគ្រួសារភាគច្រើនយើងអត់បានយកចិត្តទុកដាក់សិក្សាស្វែងយល់ពីការចម្អិនម្ហូបទេយើងរវល់សិក្សារវល់រៀនឬក៏រវល់ធ្វើការអីចឹងទៅអញ្ចឹងមកដល់ផ្ទះវិញអាចជាម៉ាក់ឬក៏ម្ដាយឬក៏បងស្រីបងប្រុសដែលគាត់ចេះចម្អិនម្ហូបហ្នឹងគឺគាត់តែធ្វើឲ្យញ៉ាំចាអញ្ចឹងវាអាចនឹងធ្វើឲ្យយើងស៊ាំណាចាទាំងគេទាំងខ្ញុំគឺយើងស៊ាំមានន័យថាមានម្ហូបអាហារស្រាប់ៗដើម្បីញ៉ាំប៉ុន្តែនៅពេលដែលយើងមានគ្រួសារខ្ញុំលើកទឹកចិត្តឲ្យជាពិសេសបងប្អូនស្រីចាគួរណាស់តែរៀនធ្វើម្ហូបចានិយាយនេះក៏មិនមែនថាខ្ញុំចេះធ្វើម្ហូបច្រើនមកដែរបងប្អូនទាំងអស់គ្នាគឺបងរៀនរាល់ថ្ងៃទៅដូចគ្នាដែរកាលពីអត់ពីគ្រួសារគឺអត់ចេះធ្វើម្ហូបច្រើនមកទេចេះតែអាំងឆាចៀនតែប៉ុណ្្នឹងទេចានិយាយទៅគឺមិនញ៉ាំខ្លួនឯងតែនៅពេលដែលយើងមានគ្រួសារគឺយើងចាប់ផ្ដើមរៀនធ្វើម្ហូបអារម្មណ៍នៃការចង់ចេះធ្វើម្ហូបនោះវាចាប់ផ្ដើមកើតឡើងហើយការដែលធ្វើម្ហូបពីមួយឆ្នាំទៅមួយឆ្នាំនេះក៏កាន់តែវិវត្តឡើងយើងចាំបានទេថាពេលដែលយើងញ៉ាំម្ហូបរបស់ម្ដាយឬក៏ម៉ាក់គាត់ធ្វើឲ្យញ៉ាំយើងចាំរសជាតិហ្នឹងហើយពេលដែលយើងនៅឆ្ងាយពីគាត់យើងតែនឹកនាជាមួយនឹងម្ហូបរសជាតិម្ហូបដែលគាត់បានធ្វើឲ្យយើងញ៉ាំអញ្ចឹងនៅពេលនេះគឺហេតុអីបានជាម្ហូបដែលគាត់ធ្វើឲ្យយើងញ៉ាំហ្នឹងជាម្ហូបដែលរសជាតិឆ្ងាញ់ហើយនៅខាងក្រៅពិបាកមានដូចគ្នាគឺដោយសារតែការដែលធ្វើគឺគាត់យកបេះដូងយកក្តីស្រឡាញ់របស់គាត់មកចម្អិនអញ្ចឹងដូចគ្នាដែរបើសិនជាយើងធ្វើម្ហូបដោយខ្លួនឯងគឺយើងអាចភ្ជាប់ជាមួយនឹងក្តីស្រឡាញ់ភ្ជាប់ជាមួយនឹងការយកចិត្តទុកដាក់ទៅលើសុខភាពរបស់សមាជិកគ្រួសាររបស់យើងស្វាមីយើងឬក៏កូនរបស់យើងខ្លួនយើងផ្ទាល់ក៏ទទួលបាននៅអារម្មណ៍ល្អសុខភាពល្អដូចគ្នាអញ្ចឹងធ្វើឲ្យយើងទទួលបាននៅគេហៅថាសេចក្តីសុខនៅក្នុងការចម្អិនម្ហូបហើយជាពិសេសគឺពេលដែលធ្វើឆ្អិនហើយអ្នកដែលគាត់ញ៉ាំហ្នឹងគឺគាត់ញ៉ាំអស់ហើយគាត់រីករាយនៅក្នុងការញ៉ាំហើយគាត់តែងតែចង់ញ៉ាំនៅស្នាដៃរបស់យើងអាហ្នឹងគឺយើងកាន់តែសប្បាយចិត្តចឹងដំបូងឡើយគឺខ្ញុំរៀនធ្វើជាមួយនឹងម្ហូបដែលងាយស្រួលនៅក្នុងការចម្អិនចាងាយស្រួលនៅក្នុងការចម្អិនអញ្ចឹងបងប្អូនអាចរៀនបានចាឥឡូវហ្នឹងគឺងាយស្រួលណាស់នៅក្នុងការរៀនពីវិធីធ្វើម្ហូបចម្អិនម្ហូបណាចានៅតាម social media គឺមានច្រើនលើកទឹកចិត្តឲ្យទោះបីជាយើងអាចទិញគេបានចាម្ហូបគឺយើងអាចទិញពីផ្សារទិញពីហាងអីយកមកញ៉ាំបានប៉ុន្តែបើយើងអាចចេះធ្វើខ្លួនឯងខ្លះទៀតគឺរឹតតែល្អបង្កើនភាពស្និទ្ធស្នាលនៅក្នុងគ្រួសាររបស់យើងពេលដែលយើងបានញ៉ាំបងប្អូនអាចសាកមើលបានបើសិនជាបងប្អូនខ្លះទៅតែរៀបការថ្មីហើយអត់ទាន់បានចម្អិនម្ហូបសម្រាប់ស្វាមីគាត់ពិសាឬក៏ញ៉ាំណាចានៅពេលដែលគាត់ចាប់ផ្ដើមញ៉ាំជាមួយនឹងស្នាដៃរបស់យើងដំបូងគាត់ទទួលអារម្មណ៍មួយដែលថ្មីប្លែកហើយបើសិនជាម្ហូបនឹងយើងធ្វើឲ្យឆ្ងាញ់ហើយត្រូវចិត្តហើយអនាម័យល្អមានសោភ័ណភាពល្អទៀតគឺគាត់ញ៉ាំដោយស្នាមញញឹមអារម្មណ៍ដែលក្តីសុខបែបហ្នឹងណាគឺយើងនឹងទទួលបានហើយមានកម្លាំងចិត្តព្រឹសនៅក្នុងការចង់ធ្វើម្ហូបទោះបីយើងរវល់ការងាររវល់រៀនសូត្រក៏ឆ្លៀតពេលដែរឬក៏មិនបានធ្វើរាល់ថ្ងៃក៏អាចមួយអាទិត្យចម្អិនម្ដងឬក៏ពីរដងដែរដើម្បីបង្កើតបរិយាកាសរីករាយនៅក្នុងគ្រួសារយើងអញ្ចឹងបងប្អូនអាចសាកធ្វើបានចា៎